lên có trong khải phiên mình cái nó mày làm cái máy đó nè. hai nơi cái chuyện tầm nào cầm sang khai phiên đó chú chấp bị dọc bấy ngay nó co rồng. Welcome to our vlog. Màu cha bên mơ màu ấy mẹ thì nát thì mong búa này. Lơ tí bầm màn nên đầm mò cọt nhắn chạy. Cho những hình tròn trong này pi lơ. Hộp lên play vậy. Là lên con mẹ. Ôi mày tải đó. Mày tải là Đưa mua ma mùi mùi. Ta mẹ ta nè bông xăm vô đã lên co sò. Trên nằm nái đằng óc kia dạ bèm phình tí cứ đo cái lại nặng đâu mong. đóเลยtrong có uất. Đó phiên cứ sờ bài riêng mong hai cái này là nhung nặng đâu ní cứ nơi co trong sầm lấm nhưng mà ta mặt khẽ nhung đai tề. Ôi phiên là hốt nè. Thế nên này cứ chỉ sử dụng pet để nhằm bài thế ngày. Let's go. Mùi cầm rốn nhắm bay ngay hết là thọt hụt ấy từng khi ta mình ăn thọt hụt này nhắm bay prap hay cứ tôi cả lại cây bánh đô cả áo tôi phun một phải bay mom to mà tông tiết nắng trong chi mà tô tơi từng khi ta khải phiên chứ cứ gặp mình mà tô chi cứ dân mà chất thác chi tục tơi ta mà đòn đi phụ dân tôi ca lan tục tơi lên con một phải bay ui mày đóng ở trong tôi thời ui trong tôi thời kia nó mở tua bọn á mình non plug mình con I feel like คงแต่ล้างนมคลังอ่ะem ơi chưa mơ play nhâm không á ôi ôi nhưng mà tôi nhớ cái nè hello mày ôi chút mất này con chút mất này mày máu ơi no lô xa đó nữa. បើសិននឹងអស់គ្នាបានមកភូមិ23កុំភ្លេចកន្លែងនេះនឹងអស់គ្នាមានលក់ភីហ្សាឲ្យត្រីផ្សេងៗជាពិសេសគឺទេសភាពមិនស្អាតតាសំខាន់គាត់ចិញ្ចឹមឆ្កែទាំងអស់គ្នាអាទូចអាធំគួយស្វែងទាំងអស់ហ្មង Hello. Ôi. ដោយសារពួកយើងtậpញ៉ាំបាយថ្ងៃហើយនឹងអស់គ្នាអញ្ចឹងអូដឺតែភីហ្សាមួយអត់ឃ្លានតែដើមគ្នាញ៉ាំពេញហ្នឹងសាច់នំភីហ្សាតុនហើយរសជាតិឆ្ងាញ់ baby 23 23ដែរណាអត់ទេ23 23ណាអង្គលេខអញ23អី20B ហ្នឹងមិនដឹងថា23តែគេនិយាយច្បាស់ហ្នឹងអស់គ្នាដឹងអត់ខ្ញុំជាបារាំងខ្ញុំអាន 20B ខ្ញុំថត YouTube ណាឃើញ YouTube ខ្ញុំណាកុំ subscribe នេះខ្ញុំថត YouTube វិញណាខ្ញុំជួយចូលភ្លក់មើលអូយមកហើយខកបាត់បងហើយបងស្ទើជួហើយតែងបុកលហងហើយគឺរៀបចំចេញទៅវិញទាំងអស់គ្នាសំខាន់មេគឺអត់ណយផលលេចាប់ដើមចេញភ្លៀងចេញជុះទៀតហើយដល់ផែពូតកងទុកគាត់ឲ្យចាំមួយផ្លែសិនទាំងអស់គ្នាព្រោះថាខ្ជុះខ្យល់ខ្លាំងមែនតើមិនឲ្យចេញទៅស្ងប់ខ្យល់តិចគឺយើងចេញដំណើរហ្មងមានរំមិនដែរអូមិននឹងខ្មែរនេះដំណើរកំសាន្តខែភ្លៀង Swimming time ពូផាធីចំហើយពូផាធីអត់មានអីចោះចឹងអូ over there I was sad and blue, but you made me feel. Yeah, you made me feel. Shining. អូមានចំនួនចា បន្ទាប់ពីភូផាធីហើយគឺយើងត្រឡប់មកបន្ទប់វិញដើម្បីផាធីតោះទៀត Good night
Good morning ថ្ងៃថ្មីនេះគឺងើបពីគេមកប៊ីគីនីយកតែម្ដងចាម្សិលមិញមួយប៊ីគីនីទៅញ៉ាំបាយថ្ងៃព្រលឹមឡើងគឺប៊ីគីនីទៅញ៉ាំបាយព្រឹកដូចគ្នាចាងាយណាបានមកលេងកោះស្លេបដ ாய் ពេលញ៉ាំ breakfast ហើយគឺយើងមកថតរូបដូចឆ្នេរទាំងអស់គ្នាព្រោះថាអត់មានរូបភាពទេអាល់ប៊ុម picture គឺផុសនៅក្នុង Facebook ហើយ IG រួចរាល់អស់អ្នកនរគ្នាចង់ឃើញទៅមើលក្នុងនោះបានបើចូលទៅមើលហើយកុំភ្លេច follow ខ្ញុំផងឥឡូវហ្នឹងគឺយើងធ្វើដំណើរទៅកោះក្រុងអ្នកទាំងអស់គ្នាតាមនេះគឺលេងឆ្អែតអីធ្វើដំណើរហ្នឹងគឺមិនទៅលេងអីអ្នកនរគ្នាគឺទៅកេងនៅនោះមួយយប់មកគេចាំឡើងទុកហ្នឹងគឺមេឃអត់តន់អីអ្នកនរគ្នាគ្រាន់តែឡើងទុកឲ្យព្រឹបចេញបានផែជា5នាទីគឺមានជាការភ្លៀងទៀតហើយចាបងតកងទុកគាត់មកដូចអាចកំបាំងខ្លាំងណាស់គាត់ថាសบายស្នៅទៅដឹងខ្លួនមែនចាភ្លៀងអលោកតែនៅសบายធម្មតា Hello កាមេរ៉ាបានជាធម្មតាសូមអរគុណភ្នែកជាលើកទី2ឥឡូវយើងមកដល់កោះរងហើយមកដល់ភ្លាមដាក់អាវ៉ាន់នៅកន្លែងគេងហើយគឺមកម៉ាស្សាហ្មងចាមកពេលថ្ងៃហ្នឹងជីទុកពេកហើយអញ្ចឹងយើងមកធ្វើការសម្រួលរស័យតិចសិនយប់ភ្លាមម្នាក់គឺមិននៅស្ងៀមកើតទេគឺយើងទៅលេងក្លឹបនៅលើកោះឲ្យទាំងអស់គ្នាស្រីស្អាត4នាក់ជិះម៉ូតូឡើងភ្នំអូយហ្នឹងមែនផ្លូវទៅក្លឹបអូយអូម៉ូតូមួយណ៎ឃើញអត់ណាគេដូចមកក៏អីឃើញណាអូមកលោកជើស្បាយពេកហើយសំខាន់ហ៊ានសាហាវទាំងអស់គ្នាមួយផ្លូវមិនក៏ទៅបានដែរចាឲ្យតែថាទៅកន្លែងសបាយងាប់ហើយមើលផ្ទៃមេឃពន្លឺចាំងផ្លេចរស្មីមើលភក្តិស្រីមានរស្មីស្នេហាមុននឹងទៅក្លឹបគឺយើងមក dinner សិនទាំងអស់គ្នាព្រោះថាផ្លូវទៅក្លឹបទៅនៅឆ្ងាយទៀតហើយខ្លាចដាក់មេញ៉ាំអញ្ចឹងថ្ងៃហ្នឹងមានក្មេងឡងតាក់ដល់ពេលអញ្ចឹងទៅគេអត់បាត់ក្លឹបហ្នឹងទេគេបាត់ក្លឹបហ្នឹងហើយសែតហ្មងអ្នកទាំងអស់គ្នាមកដល់អាវ៉ាន់ភ្លាមហ្នឹងក៏លឺអ្នកភូមិនិយាយពីក្មេងឡងតាក់ទាំងអស់គ្នាតែឥឡូវអត់អីពួកយើងទៅរក Cop10 នៅលើ Sky Bar វិញផ្លូវឡើង Sky Bar គឺខ្ពស់សាហាវឡើងភ្នំចុះចំណោតសាហាវបដ ாய் ចម្លែកអារម្មណ៍មួយយ៉ាងដែរតែទាំងអស់គ្នាតែដល់លើនេះគឺអត់សូវមានភ្ញៀវសាតែជាខែ low season ហ្នឹងទាំងអស់គ្នាអញ្ចឹងមានតែគ្នាយើងម្នាក់ហ្នឹងមើលទៅសភាពពីលើចុះទៅខាងក្រោមគឺស្អាតឈៀសាហាវហ្មងថ្ងៃទី3ថ្ងៃចុងក្រោយនៅលើកោះរងទាំងអស់គ្នាបើកភ្នែកបដំឡើងគឺធ្វើខ្លួនហើយមក breakfast ហើយមុននឹងចេញដើរលេងហ្នឹងគឺខ្ញុំមក sunscreen តិចសិនដើរលេងឡើង2ថ្ងៃគឺអត់មាន sunscreen ជាប់ខ្លួនមកបៀកទេចាតុំមានថ្ងៃចុងក្រោយព្រឹកនេះគឺយើងបានមីស៊ុបទាំងអស់គ្នាហើយផ្លែតមកយើងទៅនេះគឺយើងទៅឆ្នេរសុកសានទាំងអស់គ្នាហើយទៅកន្លែងដាំឈើតែគេលបៃហ៎និយាយទៅគឺសុបាយហ្មងចាឲ្យបានដើរលេងដោយសារខែនេះគឺជាខែភ្លៀងអញ្ចឹងមកគឺពិបាកប្រវត្តិខ្លាំងណាស់ផ្លូវពេលយប់ក៏អញ្ចឹងពេលថ្ងៃក៏អញ្ចឹងវាល្មិចវាអូយឆ្លងផ្លូវបេតុងតិចគឺយើងមកដល់ផ្លូវស្រួលវិញអ្នកនរគ្នាជិះមកផ្លែទៀតគឺដល់កន្លែងដាំឈើដែលល្បីទៀតនេះគឺស្អាតដូចគេថតមកអញ្ចឹងអ្នកនរគ្នាគឺទឹកសមុទ្រថ្លាខ្លាំងមែនទែនហើយខ្សាច់នឹងសក្បោះហ្មងហើយមានចុះអាប់មានពពកធ្លាក់មកទៀតអ្នកនរគ្នាមើលទៅតាមរូបភាពគឺស្អាតនៅក្រៅស្អាតជាងនឹងខ្ញុំគិតថាបើសិនជាខែក្តៅអ្នកនរគ្នាសាមើលប្រហែលជាមេឃស្លាស់ជាងនឹងគឺស្អាតជាងនឹងទៀតដោយសារតែខែភ្លៀងទៅមេឃអត់សូវស្លាស់ខ្លាំងទេឥឡូវយើងមកដល់កន្លែងនេះនឹងអស់គ្នាមិនដឹងថាភូមិសុកសានឬមួយក៏ឆ្នេរសុកសានអត់ដឹងទេនេះសតុំខែភ្លៀងតិចអត់មាន sunscreen អីគឺចប់ហ្មងចានៅសមុទ្រគឺនៅតែចំហាយក្តៅចឹងអ្នកនរគ្នាតែទីនេះគឺស្អាតខ្លាំងមែនតើហ្មងចង់គេងនេះយប់ទៀតឆ្នេរនេះស្អាតខ្លាំង It's time to see waterfall អ្នកដែលបានមកមិនចង់ឲ្យមកខ្លាំងមែនតើហ្មងចង់ឲ្យឃើញនឹងព្រៃថានៅកោះសុកខ្មែរគឺស្អាតខ្លាំងមែនតើហ្មងអត់ចាញ់សូគេទេចាតាំងទឹកផ្លែនិយាយថាអត់តែយកកៅអៅមកទេបើយកកៅអៅមកគឺហក់ចូលទឹកលេងទឹកហ្មងចាព្រួយទឹកនេះមើលទៅជាក់ខ្លាំងមែនតើហើយទឹកឡើងថ្លាឆ្វងផឹកបានហ្មងទឹកបរិសុទ្ធដល់ញ៉ាំបាយថ្ងៃហើយគឺត្រឡប់ទៅភូមិតូចនឹងអស់គ្នាក៏ភូមិតូចក៏កោះតូចយ៉ាងដឹងឯនេះដោយសារតែម៉ោង 4 នេះគឺយើងត្រូវឡើងទូកត្រឡប់ទៅវិញហើយ Oh my god why so fast ដល់នេះគេមានហាងលក់នំប៉័ងហាងលក់នំអីចឹងទាំងអស់គ្នាខ្ជូតខ្លាំងមែនតើហើយយើងក៏តែងទៅកំពង់សោមវិញដើម្បីផ្ញើអ្នកផ្ទះចឹងហើយខ្ញុំតែងបាន brownie មួយព្រោះអ្នកតែខ្ញុំគឺអត់មានតែគេញ៉ាំនំប៉័ងទេមានតែអាឈីងទេចា trip vlog លើកនេះគឺមិនតែប៉ុណ្្នឹងទេខ្ញុំមានអារម្មណ៍ថាខ្ញុំខានធ្វើវីដេអូវិញចឹងយូរខ្ញុំមានអារម្មណ៍ hot edit ឡើង hot ហ្មងចឹងអ្នកនរគ្នាជួយ complete comment ប្រាប់ខ្ញុំផងបើសិនជាអត់ចូលចិត្តទេខ្ញុំខ្ជិលធ្វើត depend លើអ្នកនរគ្នាហើយអ្នកនរគ្នាចង់មើលវីដេអូចឹងទៀត complete comment ឲ្យខ្ញុំដឹងហើយ like ឲ្យច្រើនអូខេបើសិនមានការ support ខ្ញុំធ្វើតទៀតបើអត់មានទេចាំមើល Facebook ធម្មតាចា